អ្នកជំនាញមើលឃើញថាការសម្រេចចិត្តរបស់លោកត្រាំនៅក្នុងការកាត់បន្ថយទំហំនៃការធ្វើសម្ពយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូងគឺបង្កគ្រោះថ្នាក់សារព័ត៌មាន The New York Times បានរាយការណ៍នៅថ្ងៃទី21សីហាថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកងទ័ពសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានចូលរួមក្នុងសម្ពយុទ្ធយោធាដ៏ធំបំផុតមួយនៅលើពិភពលោកដោយមានកងទ័ពរាប់ពាន់នាក់មកពីប្រទេសទាំងពីរត្រៀមខ្លួនសម្រាប់ករណីមានការឈ្លានពានណាមួយដែលបង្កឡើងពីសំណាក់ប្រទេសកុម្មុយនីសកូរ៉េខាងជើងតាមការបញ្ជារបស់ប្រធានាធិបតីត្រាំក្រសួងការពារជាតិអាមេរិកឬហៅថាក្រសួងសង្គ្រាមបានកាត់បន្ថយទំហំនៃសម្ពយុទ្ធឆ្នាំនេះនិងការកាត់បន្ថយផ្នែកខ្លះនៃការហ្វឹកហាត់បាញ់គ្រាប់ពិតដែលកំពុងតែដំណើរការស្រាប់នោះមន្ត្រីយោធាទាំងបច្ចុប្បន្ននិងអតីតមន្ត្រីយោធាបានលើកឡើងថាការសម្រេចចិត្តដ៏តក់ក្រហល់នេះទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតនៃការត្រៀមខ្លួនរបស់យោធាអាមេរិកនៅក្នុងតំបន់នៅចំពេលដែលសម្ព័ន្ធមិត្តកំពុងចោទសួរអំពីការបដិញ្ញាចិត្តរបស់រដ្ឋបាលលោកត្រាំចំពោះភាពជាដៃគូដ៏យូរអង្វែងនិងការទប់ទល់នឹងប្រទេសចិនការសម្រេចចិត្តរបស់ប្រធានាធិបតីរូបនេះក៏ទំនងជាមិនប៉ះពាល់ដល់បុគ្គលដែលលោកសង្ឃឹមថានឹងអាចបញ្ចូលបាននោះដែរគឺមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោកគីមចុងអ៊ុនសម្ពយុទ្ធនេះដែលមានឈ្មោះថា Alchi Freedom Shield ជាធម្មតាដំណើរការរយៈពេល11ថ្ងៃហើយជួនកាលមានការចូលរួមពីកងទ័ពអាមេរិកចំនួន 17,000 នាក់ឬច្រើនជាងនេះនិងកងទ័ពកូរ៉េខាងត្បូងចំនួន 50,000 នាក់ក្នុងឆ្នាំកន្លងទៅសម្ពយុទ្ធនេះមានការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីធ្វើពិសោធន៍សេណារីយ៉ូផ្សេងៗដែលធ្វើឡើងនៅក្នុងទីតាំងយោធាដ៏ធំមួយនៅភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូលដើម្បីត្រួតពិនិត្យការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តក្នុងការទប់ទល់និងការវាយប្រហារពីកូរ៉េខាងជើងនៅឆ្នាំនេះកងទ័ពកូរ៉េខាងត្បូងប្រហែល 18,000 នាក់គ្រោងនឹងចូលរួមក្នុងសម្ពយុទ្ធ Alchi Freedom Shield ក្រសួងការពារជាតិអាមេរិកមិនបានបញ្ជាក់ថាតើមានកងទ័ពអាមេរិកចំនួនប៉ុន្មាននាក់ដែលត្រូវបានរំពឹងថានឹងចូលរួមនោះទេខណៈដែលប្រទេសទាំងពីរបានអះអាងថាសម្ពយុទ្ធនេះមានលក្ខណៈការពារខ្លួនលោកគីមបានចាត់ទុកវាថាជាសកម្មភាពបង្កហេតុជាយូរមកហើយក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសសម្ពយុទ្ធនេះថាជាការវឹកហាត់សម្រាប់សង្គ្រាមឈ្លានពានប្រទេសនេះបានធ្វើតេស្តមីស៊ីលផ្លោងចំនួន2គ្រាប់នៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនក្នុងខែនេះដោយបានបដិញ្ញាថាខ្លួននឹងឆ្លើយតបទៅនឹងកម្រិតថ្មីនៃហានិភ័យដោយប្រើប្រាស់កម្រិតថ្មីនៃវិធានការទប់ស្កាត់លោកត្រាំហាក់ដូចជាយល់ស្របជាមួយកូរ៉េខាងជើងដោយបានលើកឡើងនៅក្នុងការបង្ហោះមួយកាលពីថ្ងៃអាទិត្យថាប្រទេសនេះស្ថិតក្រោមការដឹកនាំរបស់លោកគីមគឺមិនបង្កការគំរាមកំហែងនិងមានការគោរពអំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីកងទ័ពអាមេរិកធ្លាប់បានឆ្លងកាត់ស្ថានភាពបែបនេះពីមុនមកហើយលោកត្រាំបានលុបចោលសម្ពយុទ្ធយោធាយ៉ាងតន់ហន់នៅឆ្នាំ2018ក្នុងអាណត្តិដំបូងរបស់លោកដោយមិនបានជូនដំណឹងដល់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Jim Mattis ឡើយនៅពេលនោះមន្ត្រីរដ្ឋបាលរបស់លោកត្រាំបានលើកឡើងថាពួកគេចង់ផ្ដល់ឱកាសឲ្យការចរចាដែលមានគោលបំណងទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជើងទទួលបានជោគជ័យលោកត្រាំបានជួបជាមួយនឹងលោកគីមចំនួនដល់ទៅ3ដងប៉ុន្តែអ្វីៗនៅទីបំផុតមិនទទួលបានជោគជ័យតាមគោលដៅដែលលោកត្រាំស្រមៃចង់បានដោយងាយៗនោះទេការនោះមន្ត្រីនានាបានលើកឡើងថាយោធាអាចទប់ទល់នឹងការផ្អាកដ៏ធំមួយនៅក្នុងការវិភាគសម្ពយុទ្ធបានប៉ុន្តែការត្រៀមខ្លួនរួចរាល់នឹងរងប៉ះពាល់ប្រសិនបើការធ្វើសម្ពយុទ្ធត្រូវបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការប្រកាសរបស់លោកត្រាំកាលពីថ្ងៃអាទិត្យក្រសួងការពារជាតិអាមេរិកឬក្រសួងសង្គ្រាមបានបដិសេធមិនបញ្ជាក់ថាតើព្រឹត្តិការណ៍ហ្វឹកហ្វឺនជាក់លាក់ណាមួយនឹងត្រូវលុបចោលកែសម្រួលឬធ្វើឡើងតាមរយៈការពិសោធន៍ដោយប្រើកុំព្យូទ័រនោះឡើយប៉ុន្តែអតីតមេបញ្ជាការយោធាបានលើកឡើងថាផ្នែកសំខាន់ចំនួន2នឹងរងផលប៉ះពាល់នោះគឺការសាកល្បងលើបញ្ហាបញ្ជាការកម្រិតខ្ពស់និងបញ្ហាផ្សេងទៀតព្រមទាំងការហ្វឹកហ្វឺនទ្រង់ទ្រាយធំទៅនឹងទីតាំងជាក់ស្ដែងដែលមានការបាញ់គ្រាប់ពិតនិងការចល័តកងទ័ពផងដែរ